ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះចង់ចេញនិយាយបន្តិចតាក់ទងនឹងការខ្ញុំធ្វើវីដេអូពីយប់មិញរបៀបដាក់កងដៃហើយខ្ញុំនិយាយមាន3សម្រាប់ស្រីយើងដែលគាត់មិនចង់បានកូនគាត់ចង់ការពារអីអញ្ចឹងណាហ្នឹងហើយតាមពិតទៅវិធីការពារដើម្បីកុំឲ្យមានកូនគឺមានច្រើនចម្រើសមែនតែនប៉ុន្តែចម្រើស3ដែលខ្ញុំយកមកនិយាយហ្នឹងគឺកងដៃកងដាក់ស្បូនហើយថ្នាំលេបពជាកណើតគេហៅថាលេបប្រចាំថ្ងៃហើយប្អូនស្រីបងស្រីឬក៏អ្នកទាំងអស់គ្នាបាន comment នៅលើវីដេអូខ្ញុំច្រើនមែនតើគាត់សួរថាដាក់កងដៃហ្នឹងមិនវិញដាក់កងស្បូនហ្នឹងមិនវិញហើយដាក់បានប៉ុន្មានឆ្នាំអីអញ្ចឹងណាអញ្ចឹងខ្ញុំមកលម្អិតឲ្យបងប្អូនចានិយាយទៅរវាងខុសគ្នាកងដៃនិងកងស្បូនកងដៃគឺយើងដាក់នៅដៃយើងកន្លែងនេះហើយបាន3ឆ្នាំហើយវាស៊ីសងទៅលើអរម៉ូនរបស់យើងផងដែរមនុស្សខ្លះគាត់ដាក់ទៅគាត់សុខភាពល្អរដូវគាត់មកធម្មតាកងដៃប៉ុន្តែសម្រាប់ខ្ញុំថាខ្ញុំអត់ជ្រើសយកទាំង3ដោយសារតែសុខភាពខ្ញុំគឺអត់ល្អទាំង3នឹងតែម្ដងទាំងកងដៃកងស្បូនថ្នាំលេបអីក៏ដោយគឺខ្ញុំអត់ជ្រើសរើសទាំង3ដោយសារតែកត្តាសំខាន់ពេលយើងប្រើវាទៅជាប់មុខស្បែកខ្ញុំឡើងខ្មៅហើយដល់ពេលខ្ញុំដោះកងដៃចេញគឺស្បែកខ្ញុំស្អាតខ្ញុំមករដូវអីធម្មតាហើយក៏គេឲ្យយើងទៅសាកកងដាក់ស្បូនកងដាក់ស្បូនអ្នកទាំងអស់គ្នាដឹងទេកងដៃបើយើងដាក់គឺអត់អាចមានកូនទេប៉ុន្តែគាត់ថាវាធ្វើទុកយើងវាធ្វើឲ្យរដូវយើងមកមួយខែ2ទៅ3ដងអីអញ្ចឹងលែកអញ្ចឹងទៅប៉ុន្តែបើកងស្បូនរដូវមកទៀងហើយកងស្បូនដាក់ដូចជាបាន5ឆ្នាំឬក៏10ឆ្នាំខ្ញុំខ្ញុំទៅជួបពេទ្យហ្នឹងក៏យូរគូសំដែរព្រោះកូនខ្ញុំឥឡូវ9ឆ្នាំហើយអញ្ចឹងទៅខ្ញុំក៏ភ្លេចអញ្ចឹងទៅខ្ញុំគិតថាកងស្បូនបើសិនជាយើងរស់នៅមួយគ្នាជាប្រចាំថ្ងៃឬក៏យើងរស់នៅជាមួយគ្នាវាអាចនឹងមានកូនកងស្បូនភាគរយមានកូនគឺ100នាក់អាចមាន10នាក់អញ្ចឹងណាកងស្បូនហ្នឹងហើយខ្ញុំមកបញ្ជាក់ប៉ុន្តែសុខភាពរាងកាយគឺដូចគ្នាបើសិនជាអរម៉ូនយើងល្អអ្នកទាំងអស់គ្នាសាច់ឈាមគឺភ្លឺស្អាតមករដូវអីធម្មតាញ៉ាំបានកេងបានមានសាច់មានឈាមហ្នឹងហើយទី3ហ្នឹងគឺថ្នាំលេបលេបជាប្រចាំថ្ងៃអ្នកខ្លះលេបទៅអត់ត្រូវឯក្តៅរីងរៃស្គមអីអញ្ចឹងណាសាច់ឈាមគាត់អាក្រក់ប៉ុន្តែរដូវគឺមកទៀងអញ្ចឹងហ្មងដល់ខែមកប៉ុន្តែអ្នកខ្លះគឺឡើងគីឡូជាទំហុកតែម្ដងខ្ញុំភ្លេចមួយទៀតគឺថ្នាំចាក់ថ្នាំចាក់មានថ្នាំចាក់ដែរចាក់កុំឲ្យមានកូនប៉ុន្តែថ្នាំចាក់ហ្នឹងអ្នកទាំងអស់គ្នាដឹងទេការដែលយើងចាក់ថ្នាំគឺវាធ្វើឲ្យយើងឡើងគីឡូដោយឥតដឹងខ្លួននិយាយទៅគឺឡើងគីឡូស្រោតយកតម្រងចំណាំមើលបងប្អូនអ្នកដែលមានចាក់ថ្នាំពជាកណើតគឺគាត់ឡើងគីឡូខ្លាំងដោយអត់ដឹងខ្លួនទេមិនបាច់ចាំញ៉ាំអីទេគាត់តែផឹកទៅទឹកក៏ឡើងគីឡូដែរអាហ្នឹងអ្នកដែលត្រូវជាមួយនឹងថ្នាំតែអ្នកខ្លះគឺគាត់អត់ត្រូវជាមួយនឹងថ្នាំដូចខ្ញុំនិយាយអញ្ចឹងដាក់ទៅនិយាយទៅប្រភេទថ្នាំពជាកណើតភាគច្រើនគឺវាអត់សូវត្រូវជាមួយនឹងរាងកាយរបស់ខ្ញុំទេតែដាក់ទៅដឹងតែវាធ្វើទុកខ្ញុំខ្លាំងហ្មងនិយាយមែនគឺវាធ្វើឲ្យខ្ញុំហ្នឹងគេងអត់បានក្តៅខ្លួនហើយញ៉ាំបានធម្មតាប៉ុន្តែវាបាយជាធ្វើឲ្យមុខខ្ញុំឡើងខ្មៅស្បែកមុខខ្ញុំឡើងជាំដុំខ្លួនប្រាណខ្ញុំគឺខ្មៅយកតែម្ដងគឺសម្បុរយើងចាប់ផ្ដើមខ្មៅពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងមាន4មុខហ្នឹងថ្នាំចាក់ដាក់កងដៃដាក់កងស្បូនថ្នាំលេបគឺខ្ញុំអត់ទទួលយកទាំងអស់ខ្ញុំរស់នៅអត់មានការពារអីទាំងអស់រយៈពេលកូនខ្ញុំឥឡូវអាយុ9ឆ្នាំហើយខ្ញុំដាក់កងដៃបានត្រឹមតែ3ឆ្នាំឯអ្នកទាំងអស់គ្នាហើយខ្ញុំទៅបន្តដាក់មួយសាទៀតគឺខ្ញុំយកវាអត់បានដោយសារអីខ្ញុំចង់ឲ្យស្បែកមុខខ្ញុំ nice and clean ដូចរាល់ថ្ងៃនេះឃើញទេអានេះគឺជាស្បែកធម្មជាតិរបស់ខ្ញុំអ្នកទាំងអស់គ្នាមើលនេះគឺអញ្ចឹងខ្ញុំចង់ឲ្យស្បែកមុខខ្ញុំអញ្ចឹងអូខេអញ្ចឹងនេះជាអ្វីដែលខ្ញុំចង់ចេញមកបញ្ជាក់បងប្អូនថាបើបងប្អូនជ្រើសរើសមួយណាក៏បានដែរសម្រាប់យើងអ្នកដែលមិនចង់បានកូនណាមិនថាកងដៃ
ដាក់កងស្បូនឬក៏ថ្នាំលេបបើសិនជាយើងលេបទៅហើយយើងប្រើទៅភ្លេចតែមួយថ្ងៃពេលយើងគេងនៅមួយគ្នាមានកូនវិញដែរកងដាក់ស្បូនភាគរយមានកូនគឺ10% 100នាក់គឺមាន10នាក់ឯងដែលមានកូនមកវិញអញ្ចឹងណាប៉ុន្តែបើដាក់កងដៃថ្នាំចាក់ពីមុខហ្នឹងគឺអត់មានកូនទេប៉ុន្តែមិនដឹងថាបងប្អូនត្រូវមួយណាអញ្ចឹងណាជំរើសមានច្រើនអូខេមាន4ជំរើសអញ្ចឹងបងប្អូនជ្រើសរើសមួយណាក៏បានដែរពិភាក្សាមួយពេទ្យទៅខ្ញុំមិនមែនជាពេទ្យទេគាត់ថាហ្នឹងជា experience របស់ខ្ញុំអូខេវីដេអូនេះមានប៉ុណ្ណឹងអរគុណច្រើន